យើងបបួលគ្នាឈប់ចូលឈប់អួតឈប់ fake ដើម្បីកសាងអនាគតយើងកសាងអនាគតកូនចៅយើងកសាងប្រទេសជាតិយើងណាពីព្រោះយើងដឹងថាជំងឺហ្នឹងគឺជាជំងឺដែលខ្លាំងបាទជំងឺហ្នឹងគឺជាជំងឺដែលខ្លាំងបើសិនជាយើងនៅតែណាបើយើងនៅតែចូលអួតហើយ fake យើងមិនអាចនឹងកិច្ចរួចឡើយណាយើងមិនអាចនឹងកិច្ចរួចឡើយយើងនឹងដុនដាបណាយើងនឹងដុនដាបយើងអត់អាចនឹងបានជោគជ័យទេដូច្នេះយើងត្រូវតែខំប្រឹងរកចំណេះវិជ្ជាឲ្យបានបាទខ្ញុំអាប់ដេតបន្តិចជូនអត់មានអ្វីទេណាអត់មានអ្វីថ្លៃទេអញ្ចឹងយើងបបួលគ្នាបាទយើងបបួលគ្នាឈប់ចូលឈប់អួតឈប់ fake ឥឡូវមានអ្នកសួរថាតើចក្រពងភូវនាថនឹងមានន័យដូចម្ដេចចក្រពងភូវនាថគឺជាឈ្មោះមនុស្សណាចក្រពងភូវនាថគឺជាឈ្មោះមនុស្សអូខេចក្រពងភូវនាថគឺជាឈ្មោះមនុស្សហ្នឹងគាត់ជាបុត្រារបស់ស្ដេចអូខេមនុស្សហ្នឹងគាត់ជាមនុស្សហ្នឹងគាត់ជាបុត្រារបស់ស្ដេចមនុស្សហ្នឹងណាមនុស្សហ្នឹងគាត់ជាបុត្រារបស់ស្ដេចគាត់ជាបុត្រារបស់ស្ដេចហើយស្ដេចហ្នឹងជាស្ដេចប្រទេសណាជាស្ដេចប្រទេសសៀមណាជាស្ដេចប្រទេសសៀមបើជាស្ដេចប្រទេសសៀមទៅណាគាត់ជាស្ដេចប្រទេសសៀមគាត់មានប្រពន្ធជនជាតិយូក្រែនអូខេគាត់មានប្រពន្ធជនជាតិយូក្រែនគាត់មានប្រពន្ធគាត់ជនជាតិយូក្រែនគាត់ទៅរៀនធ្វើទាហាននៅចក្រភពរុស្ស៊ីនេះមកគាត់ណាគាត់នេះឈ្មោះចក្រពងភូវនាថចក្រពងភូវនាថហ្នឹងគាត់ជាកូនរបស់ស្ដេចគាត់កើតនៅឆ្នាំ1883បាទគាត់កើតនៅឆ្នាំ1883គាត់ជាកូនរបស់ស្ដេចថៃអូខេគាត់កើតនៅក្នុងខ្ញុំអាចយកប្រវត្តិគាត់មកឲ្យមើលបានអូខេខ្ញុំអាចរកប្រវត្តិឲ្យមើលបាននេះគឺជាចក្រពងភូវនាថណានេះចក្រពងភូវនាថគាត់កើតនៅថ្ងៃទី3ខែមិនិនាឆ្នាំ1883នៅបាងកកគាត់ស្លាប់ទៅវិញនៅថ្ងៃទី13ខែមិថុនាឆ្នាំ1920ស្លាប់នៅសិង្ហបុរីណានេះគឺជាចក្រពងភូវនាថបើយើងពិនិត្យមើលចក្រពងភូវនាថគឺគាត់ជាកូនរបស់ស្ដេចថៃទី5ជាកូនរបស់ស្ដេចថៃទី5ជាកូនណាគាត់ជាកូនទី40នៃព្រះចៅចលាលង្កនជាកូនទី40របស់ស្ដេចថៃចលាលង្កនជាមួយនឹងមហេសីស្រីផាជរិន្ទ្រៈគាត់កើតនៅថ្ងៃទី3ខែមិនិនាឆ្នាំ1883នៅឯបាងកកថៃឡង់គាត់ស្លាប់នៅថ្ងៃទី13ខែមិថុនាអាយុឆ្នាំ1920នៅសិង្ហបុរីអាយុ37ឆ្នាំភរិយារបស់គាត់ឈ្មោះនាងចាវ៉ាលិតឧបរិពិផតនារៀបការមួយឆ្នាំមុនគាត់ស្លាប់រៀបការឆ្នាំ1919គាត់មានកូនតែម្នាក់ទេឈ្មោះចលាចក្រពងភរិយារបស់គាត់ជាជនជាតិយូក្រែនជាស្រីយូក្រែនដែលនៅវាំងរុស្ស៊ីណាជីតារបស់គាត់គឺព្រះចៅទី4មហាមង្គតណារីឯកូនរបស់គាត់មានតែមួយទេឈ្មោះចលាចក្រពងគាត់មានចៅមួយឈ្មោះណារិសាចក្រពងគាត់ជាប់ខ្សែលោហិតជាមួយនឹងភករៈកៃតិវង្សនេះគឺសង្ខេបឥឡូវចូលមករឿងចក្រពងភូវនាថចក្រពងភូវនាថគឺជាណាចក្រពងភូវនាថគឺជាផែនការណាដូចចក្រពងអូខេយេគេអត់ឲ្យយើងមើលស្រួលទេគេអត់ឲ្យយើងមើលស្រួលណា
bật tên đấy bật một cái này ok ok lấy mới là chạ cái bông phu niết này nè chạ cái bông phu niết cứ chụp hai cá con to thai ok nè chạ cái bông phu niết ai ơi về tên này là lúc rồi chạ cái bông phu niết cứ chụp hai cáได้ជាផែនការមេក្នុងយុទ្ធសាស្ត្រការពារបូរណភាពដែនទឹកដីណាចក្រពងភូវនាថគឺជាផែនការមេនៃផែនការការពារទឹកដីដែលបច្ចុប្បន្នយកចិត្តទុកដាក់នឹងចម្បាំងព្រំដែនកម្ពុជាថៃឡង់កងទ័ពថៃត្រូវរៀបចំផែនការនេះឲ្យបានម៉ត់ចត់ដែលផែនការនេះរួមទាំងស៊ីវិលរួមទាំងប៉ូលីសរួមទាំងមហាជននិងរួមទាំងកងទ័ពផែនការចក្រពងភូវនាថនេះគឺជាផែនការមានច្រើនយ៉ាងរីឯឈ្មោះចក្រពងភូវនាថនេះគឺយកតាមព្រះអង្គម្ចាស់ចក្រពងយកតាមព្រះអង្គម្ចាស់ចក្រពងភូវនាថដែលជាបិតានៃកងទ័ពអាកាសដែលជាបិតាកងទ័ពអាកាសថៃណាអញ្ចឹងទៅបើកមើលខ្លួនឯងអូខេទៅបើកមើលខ្លួនឯងទៅអានខ្លួនឯងទៅនឹងប៉ុណ្ណឹងខ្ញុំលើកយកផែនការចក្រពងភូវនាថនេះមកនិយាយច្រើនដងហើយណាមកនិយាយច្រើនដងហើយដូចជាខ្ញុំបានលើកយកមកនិយាយអំពីហ៊ុនសែនស្ដេចចម្បាំងជាមួយនឹងចក្រពងភូវនាថស្ដេចទ្រឹស្ដីអញ្ចឹងសិក្សាបន្ថែមអូខេសិក្សាបន្ថែមពីចក្រពងភូវនាថអានោះអញ្ចឹងណាកូនណាបាទដានីសុខាខ្ញុំមិនបានដឹងអ្នកណានិយាយទេប៉ុន្តែខ្ញុំជាអ្នកនិយាយញឹកញយតែបានផលតិចតួចទេណាលោកតាបើយើងនិយាយដោយសច្ចភាព7មករាបើវៀតណាមមិនជួយយើងទេយើងអាចដាច់ពូជទេតាអត់ទេបើ7មករាវាអត់កើតទេខ្មែរមិនដាច់ពូជទេសូមឲ្យដឹងថាខ្មែរក្រហមក៏វាខ្មែរប៉ុលពតអៀងសេរីនួនជាខៀវសំផនក៏វាខ្មែរប្រពន្ធកូនវាក៏ខ្មែរខ្ញុំក៏ខ្មែរម៉ែឪកូនឯងក៏ខ្មែរហ៊ុនសែនក៏ខ្មែរណាដូច្នេះវាអត់ដាច់ពូជទេកុំភ័ន្តច្រឡំថាយួនវាឲ្យជីវិតណាខ្ញុំលើកយកមកនិយាយបន្តិចចុះពីព្រោះនៅឆ្ងល់ណានៅឆ្ងល់អញ្ចឹងខ្ញុំលើកយកមកនិយាយបន្តិចចុះដំបូងតើយួនវាវាយខ្មែរក្រហមឆ្នាំ78 79ដោយសារអីតើវាវាយ78 79វាវាយដោយសារអីមូលហេតុធំដែលយួនវាវាយខ្មែរក្រហមគឺនៅក្នុងឆ្នាំ76យួនវាបានជំរុញឲ្យខ្មែរក្រហមសម្រេចចិត្តលើដែនទឹកជុំវិញកោះត្រល់កាលបារាំងគូបន្ទាត់ព្រីយេឆ្នាំ1939បារាំងបានទុកប្រឡោះជុំវិញកោះត្រល់3គីឡូម៉ែត្រដល់ពី39មកឆ្នាំ70យួនវានិយាយថាដីជើងកោះត្រល់វាដុះអញ្ចឹងវាប្រមូលឲ្យខ្មែរក្រហមពង្រីកវាប្រមូលឲ្យខ្មែរក្រហមដោយវាធ្លាប់ច្បាំងជាមួយខ្មែរក្រហមហើយវាធ្លាប់ជួយខ្មែរក្រហមនៅក្នុងចម្បាំងឆ្នាំ70មក75យួនវាប្រមូលឲ្យខ្មែរក្រហមលុបចោលអាខ្សែព្រីយេដែលពាត់កោះត្រល់ហើយចរចាគ្នាដើម្បីវាយកលេសថាបើនៅមានអាខ្សែហ្នឹងយួនវាពិបាកចេញចូលនាវាចរអញ្ចឹងវាសុំឲ្យសមមិត្តខាងកម្ពុជាព្រមព្រៀងជាមួយវាលុបអាខ្សែនឹងចោលហើយនឹងចរចាដើម្បីបើកផ្លូវទឹកឲ្យវាផងក្នុងនាមថាយួននិងខ្មែរក្រហមជាបងប្អូនគ្នាដំបូងប៉ុលពតវាព្រមតែវាមិនទាន់ឆ្លើយនឹងយួនទេមិនទាន់ឆ្លើយនឹងលេយុនទេប៉ុលពតវាអត់ទាន់ឆ្លើយលេយុនជាណាជាមេបកយួនវាអត់ទាន់ឆ្លើយទេវាយករឿងហ្នឹងទៅសួរចិនពីព្រោះប៉ុលពតវាអត់ចេះដែរវាសួរចិនវាសួរថាសមមិត្តរឿងវៀតណាមចង់លុបអាខ្សែជុំវិញកោះត្រល់ហ្នឹងហើយចរចាផ្លូវទឹកដើម្បីឲ្យមាននាវាចរស្រួលតើសមមិត្តយល់យ៉ាងម៉េចដែរចិនវាបានប្រាប់ថា
chân về bàn prap tha đầm bon sai bẩn toát brivie đại ban riệp trăm lang nơi năm mà pon bốn đôi sam sẽ bốn đói ác thị bá brivie báo sana chia lục anh đang trao trong vinh cọt ra đánh tất nơi mốc khai cầm pot cài ní nâng khai tới chuyện đánh tất việt đánh tất việt ti đại khai cày đây khai kiêng giang chọp nâng cầm pot cài ní vì ai khai tới chuyện này mùi đại dũng vua bị đầy kiêng giang màu cọt ra hai tam chấp bập sầm mất bị hà sập bầm bấy vì ai đánh tất nơi mốc khai cài nâng khai cầm pot nâng vì miền Tây nhà hà cao nông về ở toàn cát UN class A lấy việc cát UN class nhằm bài tập rất tập bạ chuyên môn tại cao nông ở toàn miền UN class A chân về tha smart mất trongประหยัดvà bờ sân tại chia phần đói viên nâng ai từ nào cốt dũng aiចូលកាន់កាប់ខេត្តកពតបើពីដើមកែបវាមិនមែនជាខេត្តទេអញ្ចឹងអាចកាន់កាប់ខេត្តកពតបើកាន់កាប់ខេត្តកពតអាដីជើងគោកតាមឆ្នេរកពតវានឹងអនុញ្ញាតឲ្យយួនយកកោះពីមុខទាំងអស់ហើយដល់វាអាចឲ្យយួនយកពីកោះទាំងអស់កោះនៅមុខខេត្តកពតទាំងអស់ក៏យួនយកហើយកោះពូលវៃកោះពូលវៃកោះពូលវៃក៏យួនវាយកអញ្ចឹងដោយសារវាយួនវាមានខេត្តគៀងយ៉ាងហាទៀងនេះណាអាដីនេះអាដីខាងមុខខាងត្បូងរបស់យួននេះវាជាចំណុចនៃច្បាប់សមុទ្រអាកោះម្ដងនេះសិតតែកោះណាដល់អញ្ចឹងអាធូជោប៉ូឡូប៉ង់យ៉ង់ហើយតែកញ្ចក់សេះនេះហើយនឹងកោះអីណាណាវាមានតំណែងតំណងគ្នាបើសមមិត្តខាងខ្មែរក្រហមវាមានការប្រែប្រួល3គីឡូម៉ែត្រព័ទ្ធជុំវិញកោះត្រល់នេះណាយួនខាងវាពីហាទៀងគៀងយ៉ាងវាត្រូវលុបadministrative line ឆ្នាំ1939វាលុបចោលពីព្រោះលុបអានេះហើយអញ្ចឹងវាលុបចោលណានៅនឹងកែបកពតនេះអានេះវាគៀងយ៉ាងហាទៀងអញ្ចឹងមកដុំខាងលើនេះនៅមុខកែបកពតនេះអាដែនទឹកនេះវាคล้ายទៅជាដែនទឹកផ្ទៃក្នុងរបស់យួនពីព្រោះយួនវាយកដីជើងកោះនេះបោកណានេះបើវារកឃើញចំណុចណាមួយណាវារកឃើញចំណុចណាមួយនៃកោះតូចតាចនៅខាងណាហើយនឹងវារកឃើញចំណុចណាមួយវាអាចភ្ជាប់ទៅហៅថាដែនទឹកផ្ទៃក្នុងវាដែនទឹកផ្ទៃក្នុងកាលណាវាដែនទឹកផ្ទៃក្នុងហានិភ័យគឺយួនវាយកបានទាំងអស់វាយកបានអស់ហើយបើសិនជាយួនថ្ងៃក្រោយវាឆ្លៀនពៀនកម្ពុជាវាយកតខេត្តកពតមួយណាវាយកតកែកពតមួយគឺអាម្ដុំហ្នឹងរហូតដល់ប៉ះពាល់កោះទាំងអស់នៅមុខកពតនៅមុខកែកពតនេះទាំងអស់វាយកបានទាំងអស់ម្ដុំនេះបើវាយកបានទាំងអស់នៅម្ដុំនេះដោយសារជើងកោះណាដោយសារជើងកោះហើយជើងកោះនេះឆកវាលរែងហ្នឹងវាគ្រោះថ្នាក់អូខេវាហើយកោះនៅខាងលិចនៃកោះត្រល់រហូតដល់អាកោះនៅឆ្ងាយពីសមុទ្រនៅនេះកោះពូលវៃអាចសេះហ្នឹងក៏អនាគតទៅច្បាប់ប្រែប្រួលយួននៅហាទៀងគៀងយ៉ាងវាយកតែកពតបានវាយកបានទាំងអស់មកមិត្តប្រយ័ត្នចិនវាបញ្យល់ណាចិនវាបញ្យល់អានោះណានេះចិនវាបញ្យល់អានោះដោយសារតែចិនវាបញ្យល់អានោះប៉ុលពតហ្នឹងក៏ត្រឡប់មកណាប៉ុលពតក៏ត្រឡប់មកស្រុកវិញហើយក៏អត់ឆ្លើយណាអត់ឆ្លើយនឹងណាអត់ឆ្លើយណាបងប្អូនឃើញសាច់ channel 22ខ្ញុំដេញចឹង spam ខ្ញុំណាកុំ spam ខ្ញុំតែ spam ខ្ញុំ automatic ខ្ញុំដេញចឹងហើយឃើញទេកុំសំខាន់ខ្ញុំកុំ spam ខ្ញុំដោយសាររឿងហ្នឹងប៉ុលពតវាត្រឡប់មកវិញវាអត់ឆ្លើយនឹងយួនចេះតែមកសួរហើយណាមួយយួនវាតាក់តងអាអៀងសេរីជាអ្នកណាអាអៀងសេរីម៉ែវាខ្មែរកាត់យួនឲ្យវាយួនណាម៉ែវាខ្មែរកាត់យួនជាប់សាច់ឈាមនឹងលោកទ្រឿងកាងដូច្នេះយួនវាដឹងថាអាអៀងសេរីនេះវាយួនដឹងថាវាយួនណាចំណែកឯឪពុករបស់មេអៀងធីរិតក៏វាយួន
còn tai yun mà nơi sọc khai du hai pui bô yên thì rất vì đám chung một kêu thì rất hay kêu con là ní viên nơi nâng bình ở viên nâng chia bộ anh nam màu nơi sọc khai du hai nè chẳng yun viên nâng khơi là viên mà mua yên giờ đi ban hay yên giờ đi nó người tới chỉ bảo ôn thay rồi bỏ à bớt tai trong cõi có buôn mình bàn mà có buôn mình bàn tới ao tập ra khu yun về màu dây cho môi nâng yên giờ đi có về rót ta bắt rồi về kịch luôn này về là vô lá pel nắng rồi pel yun về màu chụp rung ao khang mai cả hôm prom vía trong cõi bị chuột à ôn rồi có môi rồi bỏ à son sen đây sọc ngay nơi rồi thế anh đang mua Nikon đó là chăng tới có việc mau tới có yun về dọc sẽ cái đây prom prieng bị pol mình bán việc đặt usan nụ vạt cái hai usan nụ việt á việc đặt tham bảo mình slide về thế về vậy ba mình slide về thế về chặt tục tha mật chặt tục tha mến chia bộ mạ về đây mai có hôm nó về kịch up slideនឹងយួនទេដោយសារតែរឿងកក់ក្រហ្នឹងដល់វាកិច្ចអត់ឆ្លើយនឹងយួនណាក៏យួនរៀបចំរណសេពីធ្នូក៏យួនរៀបចំអាពីធ្នូនេះតែមុននឹងរៀបចំពីធ្នូហ្នឹងយួនវាវាយចូលកម្ពុជាឆ្នាំ77ទើបអាប៉ុលពតហ្នឹងផ្ដាច់ទូតជាមួយយួនទៅក៏ឈានដល់ការរៀបអាពីធ្នូនេះដែលហ៊ុនសែនយកអាវិមានជ័យជំនះហ្នឹងបន្លំថាជានិមិត្តរូប7មករាអញ្ចឹងមូលហេតុដែលយួនវាវាយពីឆ្នាំ77ហើយនឹងមូលហេតុដែលយួនវាបង្កើតពីធ្នូនេះអានេះសភៅយួនបង្កើតណារូបស៊ីណាបោះពុំនៅហាណូយប៉ុន្តែគេដាក់ថារោងពុំរស្មីកម្ពុជា